អ្នកទាំងអស់គ្នា Welcome back to my video តកតងជាមួយនឹងការរៀនបកប្រែអត្ថបទនៅក្នុងមេរៀនថ្មីហើយនៅក្នុងថ្ងៃនេះដែរវីដេអូនេះគឺយើងរៀនតកតងអំពី The Frightened Lion នេះគឺជាវីដេអូបន្តអំពីវីដេអូមុននៅក្នុងរឿងដដែលដែលជាវីដេអូទី3ដែលវគ្គមុននោះគឺយើងរៀនបកប្រែបានពីអត្ថបទហើយគឺភាគ1និងភាគ2ដល់ភាគ3នេះគឺយើងបន្តទៀតបកប្រែជាមួយនឹងរឿងនឹងដដែលមានចំណងជើងថា The Frightened Lion តើដែលភ័យខ្លាចដោយវគ្គមុនយើងបានរៀនតកតងជាមួយនឹងណាពេលដែលមានសត្វឬសំឡេងសត្វហ្នឹងមកកាន់វិភាគទៅតហ្នឹងក៏លើកលោតចុះពីគ្រែលោតចេញពីគ្រែហើយទៅកាន់ដបងមួយចឹងទៅដបង baseball ហ្នឹងឥឡូវយើងមើលភាគបន្តទៀតថាតនឹងអាម៉េចទៀតទៅអូខេយើងចាប់ផ្ដើមLion panics. The monster is getting closer. It sounds like the biggest, scariest monster ever. Tap, 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 tap. Tap, tap. Tap, tap, tap. Tap, 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 tap. Egg. Lion squeals. He runs away from the window and hides under the bed. He pulls a blanket over his head. He holds his baseball bat tightly in his hands and tap tap tap. អញ្ចឹងយើងចាប់ផ្ដើមបកប្រែទាំងអស់គ្នា Lion panics. Panic នេះប្រែមកថាភ័យស្លន់ស្លោអញ្ចឹងទៅអញ្ចឹងន័យថាសត្វតោភ័យស្លន់ស្លោមើលទៅមុខទៅក៏ដឹងដែរនេះអូខេ The monster is getting closer. The monster ន័យថាបិសាចគឺកំពុងតែមកកាន់តែគៀកទៅន័យថាចិត្តទៅហើយ It sounds like the biggest, scariest monster ever. វាលឺន័យថាសំឡេងហ្នឹងវាលឺដូចជាធំខ្លាំង The biggest ន័យថាធំបើមធំខ្លាំង scariest ន័យថាគួរឲ្យខ្លាចនៅគួរឲ្យខ្លាចបំផុតអូខេ tap 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 នេះមានន័យថាសំឡេងឬសំឡេងដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងឌឹបអញ្ចឹងទៅសំឡេងដើរហ្នឹង tap 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 ហ្នឹងឯងអញ្ចឹងនោះសុទ្ធតែជាសំឡេងអូខេសាប់មកម្ដងនេះគឺ egg lion squeal មានន័យថា squeal មានន័យថាស្រែកគឺស្រែកនេះមិនមែនស្រែកតិចគឺស្រែកខ្លាំងអញ្ចឹងន័យថាសត្វតោនោះស្រែកស្រែកមកខ្លាំងអូខេ He runs away from the window and hides under the bed សត្វតោហ្នឹងឬក៏គាត់រត់ចេញពីបង្អួច Run away from the window រត់ចេញពីបង្អួច and hide under the bed ហើយរត់ទៅពួននៅក្រោមគ្រែ He pulls a blanket over his head តោហ្នឹងគាត់នឹងទាញយកភួយគ្របក្បាលរបស់គាត់ He holds his baseball bat tightly in his hands and blah 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 គាត់កាន់ដំបងវាយ baseball tightly យ៉ាងណែនន័យថាកាន់ក្តាប់ដៃយ៉ាងណែននៅក្នុងដៃរបស់គាត់ and ហើយចុចមានន័យថានៅមានបន្តទៀតហើយកំពុងតែកាន់អញ្ចឹងស្រាប់តែលើកសំឡេង tap tap លើកសំឡេងនឹងតទៀតអញ្ចឹងក្នុងវីដេអូហ្នឹងគឺយើងមានប៉ុណ្ណឹងហើយដើម្បីចង់ដឹងពីបន្តទៀតសត្វតោនឹងទៅជាយ៉ាងណាសូមកុំភ្លេចតាមដានទាំងអស់គ្នាអូខេបាយទាំងអស់គ្នា